ស្លឹកបាសគឺជារុក្ខជាតិខ្មែរយើងប្រើប្រាស់ធ្វើជាបន្លែផងហើយវាក៏ជាឱសថដែលព្យាបាលជំងឺក្នុងរាងកាយរបស់យើងផងដែរយើងអាចនិយាយមួយមុខទៀតมันអាចរាប់ថាជាឱសថក៏បានដែរយើងអាចរាប់វាប្រភេទជាអាហារទ្រទ្រង់សុខភាពដ៏សំខាន់ដែលស្លឹកបាសនេះគឺយើងអាចបកប្រើប្រាស់សម្រាប់បរិភោគប្រចាំថ្ងៃជាពិសេសចាស់ពីដើមគាត់ហូបស្លឹកបាសនេះច្រើនអាយុគាត់វែងលើ100ហើយគាត់ហូបបន្លែត្រីសាច់ហ្នឹងគឺសុទ្ធតែអត់មានជាតិគីមីអាយុគាត់វែងណាស្លឹកបាសអត្ថប្រយោជន៍របស់វាមានដូចជាស្លឹកបាសគឺជាអាហារសមស្របបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមអញ្ចឹងអ្នកដែលមានជំងឺទឹកនោមផ្អែមបរិភោគស្លឹកបាសគឺល្អបំផុតកាឡូរីរបស់វាទាបជាតិស្កររបស់វាក៏ទាបហើយវាធ្វើឲ្យយើងនេះហូបទៅគឺអាចចិញ្ចឹមសារពាង្គកាយរបស់យើងបានល្អប្រសើរទៀតណាអាចចិញ្ចឹមសារពាង្គកាយរបស់យើងល្អប្រសើរស្លឹកបាសវាសម្បូរទៅដោយសារធាតុប្រឆាំងជាមួយនឹងអុកស៊ីតកម្មគឺភាសាបច្ចេកទេសគេថា beta carotene មានថាគឺជាប្រភេទរុក្ខជាតិដែលមានវីតាមីននិងសារធាតុរ៉ែជាពិសេសគឺស្លឹកបាសសម្បូរទៅដោយជាតិដែកដែលជួយជំរុញឲ្យរាងកាយរបស់យើងនេះមានភាពស៊ាំកាន់តែខ្លាំងជាងមុនប្រសើរជាងមុនជាពិសេសស្លឹកបាសវាធ្វើឲ្យប្រព័ន្ធបេះដូងរបស់យើងចង្វាក់បេះដូងរបស់យើងដែលធ្វើដំណើរការទៅគឺស្មើល្អជាងមុនមានសុខភាពល្អនិងលើកកម្ពស់ប្រព័ន្ធការពារសារពាង្គកាយរបស់យើងគេហៅថាអង្គតិកការពារសារពាង្គកាយរបស់យើងនឹងកាន់តែខ្លាំងឡើងតើអត្ថប្រយោជន៍ហ្នឹងវាវិវត្តទៅរបៀបម៉េចទី1ការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់យើងស្លឹកបាសវាជាប្រភេទអាហារប្រពៃណីរបស់យើងដែលអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ថាវាមានសារធាតុអាចបង្កើនមុខងាររបស់អាំងស៊ូលីនតែក្នុងរាងកាយរបស់យើងអាំងស៊ូលីនហ្នឹងគឺជាសារធាតុមួយដើម្បីថែរក្សាកម្រិតជាតិស្ករក្នុងរាងកាយរបស់យើងអញ្ចឹងបើសិនជាអាំងស៊ូលីននៅក្នុងរាងកាយរបស់យើងចាប់ផ្ដើមថយចុះជាតិស្កររបស់ក្នុងរាងកាយរបស់យើងក៏កើនឡើងដូច្នេះស្លឹកបាសវាទៅជួយជំរុញការបង្កើនមុខងាររបស់អាំងស៊ូលីនហ្នឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងសារពាង្គកាយរបស់យើងគឺថយចុះទី2ស្លឹកបាសវាគ្រប់គ្រងជាតិខ្លាញ់គ្រប់គ្រងទម្ងន់របស់យើងឲ្យយើងមិនឡើងទម្ងន់ជាពិសេសយើងនឹងស្រកទម្ងន់បន្តិចម្ដងបែបធម្មជាតិនៅពេលដែលយើងបរិភោគស្លឹកបាសនេះញឹកញាប់ទាំងជាតិខ្លាញ់ទាំងការស្រកទម្ងន់ក៏ដូចជាសម្ពាធឈាមរបស់យើងចាប់ផ្ដើមថយចុះនឹងវិវត្តទៅរកភាពថេរនៃសម្ពាធឈាមហ្នឹងស្លឹកបាសវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាពិសេសគឺវាផ្ដល់ជាតិដែកវីតាមីន A វីតាមីន B និងវីតាមីន C ដែលជាសារធាតុរ៉ែល្អបំផុតជាពិសេសគឺវាមានប៉ូតាស្យូមផងដែរដែលគ្រប់គ្រងទៅដល់កម្រិតថាមពលក៏ដូចជាធ្វើឲ្យយើងនឹងអត់ស្លេកស្លាំងដូច្នេះយើងហូបស្លឹកបាសគឺយើងស្បែកសម្បុរក៏ដូចជាសាច់ឈាមរបស់យើងនឹងស្រស់ថ្លាអត់សូវស្លេកស្លាំងទេអញ្ចឹងមិនចាំពីដើមទោះបីជាគាត់ហាខ្យល់ហាថ្ងៃយ៉ាងណាក៏គាត់នៅអត់ស្លេកស្លាំងដែរមួយទៀតស្លឹកបាសវាធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងនឹងល្អប្រសើរគឺវាធ្វើឲ្យប្រព័ន្ធគ្រប់គ្រងហ្គាសក្នុងសារពាង្គកាយរបស់យើងនឹងល្អប្រសើរអ្នកដែលទល់ខ្យល់ទល់ខ្យល់អីផ្សេងៗហ្នឹងគឺយើងហូបស្លឹកបាសនេះទៅល្អប្រសើរអ្នកដែលទល់លាមកអីផ្សេងៗហ្នឹងគឺយើងហូបស្លឹកបាសនេះគឺល្អប្រសើរមែនតើដូច្នេះអត្ថប្រយោជន៍របស់ស្លឹកបាសគឺមានច្រើនបំផុតដូច្នេះពុកម៉ែពុំមីងបងប្អូនកុំភ្លេចឧស្សាហ៍ហូបស្លឹកបាសឲ្យបានញឹកញាប់ស្លោប្រហើរក៏បានស្លក់ក៏បានអីក៏បានឲ្យតែមានអាហារស្លឹកបាសជាពិសេសនៅបរទេសគេហូបរហូតដល់ផ្លែបាសទៀតផ្លែបាសគេយកផ្លែបាសខ្ចីនឹងជ្រលក់ជាមួយធ្វើជាលក់ហូប
ទៅជាអាហារថែមទៀតដែលវាជួយទ្រទ្រង់សុខភាពជាពិសេសគឺមនុស្សចាស់ដែលមានប្រព័ន្ធសារពាង្គកាយថយចុះត្រូវការបង្កើនសារពាង្គកាយក៏ដូចជាគ្រប់គ្រងជាស្ករជាតិខ្លាញ់និងបង្កើនកម្លាំងសាច់ដុំឲ្យរឹងមាំជាងមុនជាពិសេសគឺធ្វើឲ្យជាតិដែកក្នុងរាងកាយរបស់យើងកាន់តែល្អប្រសើរក៏ដូចជាធ្វើឲ្យយើងនឹងមានឆ្អឹងរឹងមាំល្អប្រសើរដូច្នេះអត្ថប្រយោជន៍នៃស្លឹកបាសគឺមានប្រសើរមែនទែនកុំភ្លេចបរិភោគស្លឹកបាសឲ្យបានច្រើនជួបគ្នាវីដេអូក្រោយ